សូមជម្រាបសួរពុកម៉ែបងប្អូនអ្នកទស្សនាវីដេអូនេះទាំងអស់គ្នាក្នុងវីដេអូនេះដែរខ្ញុំសូមលើកយកពី10ចំណុចដែលភរិយាល្អមិនគួរធ្វើជាមួយនឹងស្វាមីខ្លួនដើម្បីសុភមង្គលក្នុងគ្រួសារមកបង្ហាញជូនដល់បងប្អូនដោយដែលយើងបានដឹងមកហើយថាក្រុមគ្រួសារមួយរមែងរីកចម្រើនមានសុភមង្គលឬមានភារកម្មរកុសជាមួយគ្នាគឺអាស្រ័យទៅលើភរិយាជាធំខាងក្រោមនេះជាការរៀបរាប់អំពីរឿងសំខាន់10យ៉ាងដែលភរិយាល្អមិនគួរធ្វើចំពោះស្វាមីដើម្បីរក្សាគ្រួសារឲ្យរុងរឿងនិងមានក្តីសុខ 1. រិះគន់ស្វាមីនៅមុខអ្នកដទៃការបង្ហាញចំណុចខ្សោយឬកំហុសរបស់ស្វាមីនៅសាធារណៈអាចធ្វើឲ្យគេមានអារម្មណ៍អស់មុខមាត់និងប៉ះពាល់ដល់ស្នាដៃរបស់គេស្វាមីភាគច្រើនចូលចិត្តការគោរពនិងការទទួលស្គាល់ពីភរិយាឧទាហរណ៍ចូលគុំនិយាយថាគាត់ខ្ជិលណាស់មិនដែលជួយធ្វើការផ្ទះឡើយនៅចំពោះមុខមិត្តភក្តិ 2. មិនផ្ដល់ការគោរពដល់ឪពុកម្ដាយស្វាមីនិងនាំភ្លើងក្រៅចូលក្នុងឪពុកម្ដាយគឺជាមង្គលនៃគ្រួសារការមិនយកចិត្តទុកដាក់ឬមានអាការៈមិនល្អចំពោះឪពុកម្ដាយស្វាមីអាចបង្កើនជម្លោះនិងធ្វើឲ្យស្វាមីមានអារម្មណ៍ថាអ្នកមិនគោរពប្រពៃណីនិងមិនបានស្រឡាញ់ខ្លួនដោយពេញលេញមួយវិញទៀតភរិយាមិនត្រូវនាំភ្លើងក្រៅចូលក្នុងដែលសំដៅលើស្រីមាត់ច្រើនមានទំនាស់នឹងគេឯងច្រើននាំរឿងមកផ្ទះទូពិតប្តីឲ្យស្មុគបន្ថែមពីលើការងារហត់នឿយហើយនាំពាក្យពីប្តីទៅនិយាយប្រាប់អ្នកក្រៅនាំរឿងមិនចេះឈប់ឈររស់នៅនឹងគ្នាមានតែអំពើខ្វល់មិនស្រាកស្រាន 3. ប្រើប្រាស់ថវិកាគ្រួសារដោយគ្មានការពិភាក្សាការចំណាយលុយដោយមិនប្រាប់ស្វាមីអាចបង្កើនភាពមិនទុកចិត្តគ្នាស្វាមីនិងភរិយាត្រូវពិភាក្សាគ្នាជានិច្ចអំពីការចំណាយធំឧទាហរណ៍កុំទិញទំនិញថ្លៃដូចជាគ្រឿងអេឡិចត្រូនិកដោយមិនសុំយោបល់ 4. មិនថែរក្សាភាពស្អាតបាតនិងអនាម័យផ្ទះសម្បែងផ្ទះដែលមានសណ្ដាប់ធ្នាប់និងស្អាតបាតជាកន្លែងផ្ដល់សុខសាន្តដល់ស្វាមីការមិនថែរក្សាអាចធ្វើឲ្យស្វាមីមានអារម្មណ៍ថាអ្នកមិនយកចិត្តទុកដាក់ការងារផ្ទះនិងគិតថាអ្នកជាមនុស្សខ្ជិលច្រអូសមិនផ្ចង់លើការសន្សំប្រាក់រកស៊ីគិតគូរផ្ទះសម្បែង 5. ប្រើអារម្មណ៍សំឡេងដើម្បីគំរាមស្វាមីការគំរាមបើអ្នកមិនធ្វើតាមខ្ញុំនឹងលែងអ្នកឬបែបនេះបែបនោះឬប្រើសំឡេងធ្វើជាឧបករណ៍បង្ខំអាចបំផ្លាញសេចក្តីស្រឡាញ់និងធ្វើឲ្យស្វាមីមានអារម្មណ៍ថាខ្លួនត្រូវបានគេគ្រប់គ្រង 6. ការប្រាស្រ័យជាមួយបុរសដទៃដោយមិនគោរពដែនកំណត់ការនិយាយលេងសើចឬចែករំលែកអារម្មណ៍ជាមួយបុរសដទៃដោយមិនមានដែនកំណត់អាចធ្វើឲ្យស្វាមីសង្ស័យនិងប៉ះពាល់ដល់ការទុកចិត្ត 7. ការមិនយល់ពីតម្រូវការផ្លូវភេទរបស់ស្វាមីភាពជាប្តីប្រពន្ធតម្រូវឲ្យមានការយល់ដឹងអំពីតម្រូវការរួមគ្នាការបដិសេធរបស់ប្រពន្ធជាប្រចាំឬមិនផ្ដល់ការយកចិត្តទុកដាក់អាចបង្កើនអារម្មណ៍ស្មុគស្មាញ 8. ការមិនគាំទ្រស្វាមីនៅពេលលំបាកនៅពេលស្វាមីបរាជ័យក្នុងការងារឬមានបញ្ហាផ្លូវចិត្តភរិយាត្រូវជាអ្នកគាំទ្រនិងជួយដោះស្រាយការមិនយកចិត្តទុកដាក់អាចធ្វើឲ្យស្វាមីមានអារម្មណ៍ឯកោនិងបាត់ទំនុកចិត្តក្នុងការបំពេញការងារ 9. ការប្រកាន់ខ្ជាប់លើកំហុសអតីតកាលជ្រុលពេកការរំលឹកដាស់តឿនពីកំហុសចាស់របស់ស្វាមីឈប់ឈរអាចមិនបង្ហាញអារម្មណ៍ថ្នាក់ថ្នាំនិងធ្វើឲ្យស្វាមីធុញទ្រាន់ជំនួសមកវិញត្រូវផ្ដោតលើការកែមអនាពេលបច្ចុប្បន្ន 10. ការមិនចេះថ្លែងការអរគុណឬការលើកទឹកចិត្តស្វាមីក៏ចង់បានការទទួលស្គាល់ពីការខិតខំប្រឹងប្រែងរបស់ខ្លួនដែរការមិនអរគុណនៅពេលគេជួយធ្វើការផ្ទះឬចំណាយលុយដើម្បីគ្រួសារការលះបង់គ្រប់យ៉ាងរបស់ខ្លួនអាចធ្វើឲ្យគេមានអារម្មណ៍ថាមិនមានតម្លៃសេចក្តីសន្និដ្ឋានភរិយាល្អគួរធ្វើជាអ្នកគាំទ្រនិងដៃគូដ៏ចេរកាសម្រាប់ស្វាមីការជៀសវាងកំហុសឬកង្វះខាតខាងលើនិងការយល់ដឹងពីតម្រូវការរួមគ្នានឹងជួយឲ្យគ្រួសាររស់នៅដោយសុខសាន្តនិងរក្សាសេចក្តីស្រឡាញ់ឲ្យគង់វង្សសូមចងចាំថាសេចក្តីសុខកើតពីការគោរពគ្នាសេចក្តីស្រឡាញ់កើតពីការយល់ដឹងនិងការលះបង់ការទទួលខុសត្រូវជាគន្លឹះនៃភាពជាមេគ្រួសារ
គ្រួសារដែលមានសុភមង្គលត្រូវការការខិតខំពីភាគីទាំងពីរដើម្បីសាងជីវិតដ៏ពេញលេញនិងរីកចម្រើនជាមួយគ្នាចូលស្រឡាញ់យល់ចិត្តអាណិតអាសូរលះបង់និងឲ្យតម្លៃគ្នាទៅវិញទៅមកសូមអរគុណចំពោះការទស្សនាវីដេអូរបស់ខ្ញុំប្រសិនបើបងប្អូនពេញចិត្តវីដេអូនេះសូមជួយចុច Like Share និងចុច Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីនិងជាការលើកទឹកចិត្តក្នុងការផលិតវីដេអូបន្តសូមអរគុណ